ថៃចាប់ផ្ដើមការបោះឆ្នោតរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃនេះខណៈគណៈបកចំនួន4ហាក់មានប្រជាប្រិយភាពខ្ពស់ជាងគេការបោះឆ្នោតជាតិថៃបានចាប់ផ្ដើមជាផ្លូវការហើយនៅថ្ងៃទី8កុម្ភៈឆ្នាំ2026គឺជាការបោះឆ្នោតសំខាន់បំផុតមួយដោយមានគណៈបកចំនួន52ចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងចំណោមគណៈបកទាំងនេះមានប្រហែល4គណៈបកធំដែលទទួលបានប្រជាប្រិយភាពខ្ពស់និងត្រូវបានគេចាត់ទុកថាជាអ្នកប្រកួតប្រជែងសំខាន់ក្នុងការដឹកនាំប្រទេសថៃគណៈបកទាំងនេះរួមមានគណៈបកប្រជាជនដឹកនាំដោយលោកណាតាភុងរឿងផាន់យ៉ាវុធគណៈបកភឿថៃដឹកនាំដោយលោកយោចាណាន់វងសវត្តត្រូវបានគេស្គាល់ថាជាក្មួយប្រុសលោកថាក់ស៊ីនគណៈបកភូមិចៃថៃដឹកនាំដោយលោកអនុទានឆាន់វីរកុលនិងគណៈបកប្រជាធិបតេយ្យដឹកនាំដោយលោកអភិសិទ្ធវិជ្ជាជីវ៉ាគណៈបកប្រជាជនគាំទ្រច្រើនដោយយុវជនដែលមានលោកភីថាជាសមាជិកគឺផ្ដោតលើការប្រឆាំងអំពើពុករលួយការបែងចែកឱកាសស្មើភាពនិងការធ្វើទំនើបកម្មគណៈបកបានលើកឡើងគំនិត3ថៃរួមមានថៃគ្មានប្រភេទបំបត្តិអំពើពុករលួយថៃស្មើភាពបែងចែកអំណាចនិងធនធានស្មើគ្នានិងថៃទាន់សម័យប្រើបច្ចេកវិទ្យានិងច្នៃប្រឌិតក្នុងការគ្រប់គ្រងគណៈបកភឿថៃផ្ដោតលើការកាត់បន្ថយចំណាយបង្កើនចំណូលនិងពង្រីកឱកាសគោលនយោបាយរួមមានការកាត់បន្ថយតម្លៃអគ្គិសនីនិងថាមពលផ្ដល់សេវាសុខាភិបាលឥតគិតថ្លៃឬតម្លៃទាបគាំទ្រកសិករនិងសហគ្រិនខ្នាតតូចនិងមធ្យម SME តាមរយៈអនុទាននិងបច្ចេកវិទ្យាផ្សព្វផ្សាយទេសចរនិងបង្កើតការងារថ្មីគណៈបកភូមិចៃថៃឯនោះវិញផ្ដោតលើការកែលម្អសេដ្ឋកិច្ចតំបន់និងសេវាសង្គមគោលនយោបាយបកនេះរួមមានការផ្ដល់មូលនិធិគ្រោះមហន្តរាយកាត់បន្ថយថ្លៃអគ្គិសនីតម្លៃ3បាតផ្គត់ផ្គង់ប្រាក់ឧបត្ថម្ភសម្រាប់កងជាពលនិងបេតិហ៊ានស្ម័គ្រចិត្តកាត់បន្ថយថ្លៃចំណាយប្រជាពលរដ្ឋបង្ក្រាបការឆបោកតាមអនឡាញនិងប្រឆាំងការនាំចូលគ្រឿងញៀនគណៈបកប្រជាធិបតេយ្យផ្ដោតលើការកាត់បន្ថយបំណុលគ្រួសារនិងជំរុញកំណើនសេដ្ឋកិច្ចគោលនយោបាយសំខាន់ៗរួមមានបញ្ឈប់ភាពក្រីក្រដោយធានាប្រាក់ចំណូលកសិករនិងកម្មករផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់មនុស្សចាស់និងជនពិការជាទ្វេដងអប់រំឥតគិតថ្លៃនិងការអភិវឌ្ឍជំនាញជីវិតកែលម្អប្រព័ន្ធដឹកជញ្ជូននិងថាមពលស្អាតនៅថៃអំណាចកងទ័ពនិងស្ដេចគឺខ្លាំងជាងរដ្ឋាភិបាលស៊ីវិលដោយដែលយើងឃើញប្រវត្តិរដ្ឋប្រហារច្រើនដងមកហើយយោងតាមការស្រាវជ្រាវថៃមានប្រវត្តិរដ្ឋប្រហារច្រើនជាង13ដងចាប់តាំងពីឆ្នាំ1932រដ្ឋប្រហារចុងក្រោយកើតឡើងនៅឆ្នាំ2014ដោយយោធាថៃការបោះឆ្នោតឆ្នាំ2026នេះគឺធ្វើឡើងក្រោយពីរដ្ឋាភិបាលស៊ីវិលថៃបានបដូរនាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ដែលចុងក្រោយគឺលោកអនុទានចាន់វីរកុលហើយបង្កជាវិបត្តិនយោបាយអស្ថិរភាពនៅក្នុងប្រទេសថៃទាំងមូលទាំងសេដ្ឋកិច្ចវិនិយោគហើយរងការរិះគន់ខឹងសម្បារពីប្រជាជនថៃបញ្ហាទាំងនេះក៏អាចមានរួមចំណែកពីអំណាចយោធាគាំទ្រពីស្ដេចថៃផងដែរទោះបីជាការបោះឆ្នោតឆ្នាំ2026កំពុងប្រព្រឹត្តនៅក្នុងបរិយាកាសប្រជាធិបតេយ្យក៏ដោយប៉ុន្តែអ្នកវិភាគនយោបាយបានព្រមានថាប្រសិនបើមានវិបត្តិនយោបាយឬការប្រកួតប្រជែងអំណាចខ្លាំងក្រមយោធាអាចព្យាយាមចូលមកធ្វើរដ្ឋប្រហារម្ដងទៀតតែយ៉ាងណាយើងនឹងរងចាំតាមដានបន្ថែមទៀតចំពោះវិបត្តិនយោបាយប្រទេសក្បែរខាងកម្ពុជាមួយនេះ